ដាស់មនុស្សដែលគេងលក់ពិតប្រាកដណាវាអត់ពិបាកអីតែបើសិនជាដាស់មនុស្សដែលព្យាយាមធ្វើពុតជាគេងលក់វិញគឺវាសែនពិបាកមែនតែនហើយมันអាចនឹងដាស់ថែមទៀតផងដោយសារអីដោយសារតែគេមិនបានគេងលក់ពិតប្រាកដទេគេគ្រាន់តែធ្វើពុតតែប៉ុណ្្នឹងឯងអញ្ចឹងបើទោះជាយើងខំដាស់ប៉ុណ្ណាបើគេដាក់ចិត្តថាគេអត់ចង់ងើបគឺគេនៅតែមិនងើបដដែលដូចជាមនុស្សយើងអញ្ចឹងទោះបីជាយើងព្យាយាមទៅប្រាប់ឬមួយក៏បញ្យលមនុស្សដែលគិតថាដើរផ្លូវខុសនឹងឲ្យដើរមកផ្លូវត្រូវវិញក៏ដោយបើសិនជាចិត្តគេខ្លួនឯងអត់ចង់ដើរទៅរកផ្លូវមួយដែលត្រឹមត្រូវទោះបីជាយើងខំព្យាយាមបញ្យលឬមួយណែនាំអប់រំខ្លាំងយ៉ាងណាក៏ដោយក៏នៅតែគេដើរជ្រើសរើសដើរផ្លូវខុសដដែលអញ្ចឹងវាអត់មានអីធំជាងចិត្តមនុស្សទេបើសិនជាចិត្តមនុស្សគិតថាចង់ដើរផ្លូវណាគឺវាទៅផ្លូវហ្នឹងហើយយើងមានទួនាទីគ្រាន់តែអាចជួយឬមួយក៏ចែករំលែកឬមួយក៏ផ្ដល់បទពិសោធន៍នៃជីវិតឲ្យទៅគេតែយើងអត់អាចទៅគ្រប់គ្រងការគិតរបស់គេចិត្តគំនិតរបស់គេឲ្យមកធ្វើតាមយើងស្របតាមយើងបាននេះគឺជាចំណុចសំខាន់មួយអញ្ចឹងហើយរកគ្រប់វីដេអូដែលខ្ញុំធ្វើទាំងអស់មិនមែនមានន័យថាខ្ញុំទៅអប់រំអ្នកដទៃឲ្យមកដើរផ្លូវដូចជាខ្ញុំទេគ្រាន់តែយើងគ្រាន់តែចង់ចែករំលែកនៅបទពិសោធន៍ដែលយើងធ្លាប់ឆ្លងកាត់ដើម្បីឲ្យអ្នកដែលគាត់អត់ដែលបានឆ្លងកាត់បទពិសោធន៍ជីវិតទាំងអស់ហ្នឹងគឺគាត់អាចដឹងហើយនឹងគាត់អាចយល់បានហើយអ្នកខ្លះកំពុងតែជួបផ្ទាល់ហ្នឹងក៏គាត់អាចរកវិធីដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់គាត់បានតាមរយៈអ្វីដែលយើងបានប្រាប់បង្ហាញទៅលើ social media នឹងឯង